សូមគោរពជំរាបសួរសួស្តីពុកម៉ែបងប្អូនដែលនិយមតាមដាន page សខេនព្រៃឡង់ក៏ដូចជានិយមតាមដាន page ព្រៃឡង់ It's Out for the Two គណៈពីនេះដែរខ្ញុំបាទសខេននឹងធ្វើការចែករំលែកតាក់ទងអំពីដំណើរទស្សនកិច្ចសិក្សានិងឆ្លុះបញ្ចាំងរបស់ក្រមយុវជនរបស់យើងដែលតាក់ទងនឹងភាពជាអ្នកដឹកនាំនិងផ្សារភ្ជាប់ក្នុងការចូលរួមការពារទុនធានធម្មជាតិដែលមានរយៈពេលមួយយប់ថ្ងៃដែលចាប់ពីថ្ងៃទី22ដល់ថ្ងៃ23ខែវិច្ឆិកាឆ្នាំ2025ដែលមានយុវជនចូលរួមសរុប30នាក់មកពីឃុំសណ្ដានឃុំមានរិទ្ធដងកំបិតសណ្ដានខេត្តកំពង់ធំដែលចុះនៅតំបន់សហគមន៍ចំនួន3មានសហគមន៍អូដាស្គរស្ថិតនៅភូមិសំអោងឃុំមានរិទ្ធសស្ដានខេត្តកំពង់ធំនិងសហគមន៍បាលអូកញ្ញាស្ថិតនៅភូមិត្បូងទឹកឃុំមានរិទ្ធសស្ដានខេត្តកំពង់ធំនិងសហគមន៍បាលអូថ្នងស្ថិតនៅភូមិស្រែវាលនិងស្រែខ្សាច់ឃុំដងកំបិតសស្ដានខេត្តកំពង់ធំក្នុងនោះយើងមានគោលបំណងចំនួន3ទី1គឺចែករំលែកបទពិសោធន៍របស់ក្រមយុវជនយើងអំពីសកម្មភាពដែលធ្វើកន្លងមក2គឺចង់បាននៅគំនិតថ្មីនិងរៀបចំផែនការបន្ត3ចង់ដឹងពីការយល់ឃើញរបស់ក្រមយុវជនយើងដែលបានរៀនសូត្រពីការចូលរួមការពារទុនធានធម្មជាតិរួមគ្នាតងនឹងសកម្មភាពរបស់ក្រមយុវជនយើងមានដូចជាយើងបានធ្វើដំណើរពីភូមិឃុំកោដៅដល់ព្រៃសហគមន៍អូដាស្គរនិងចុះបញ្ជីវត្តមានបន្ទាប់ក៏បានដល់ស្នាក់ការសហគមន៍បាលអូថ្នងយុវជនយើងក៏បានចាត់ចែងទីកន្លែងស្នាក់នៅរៀងៗខ្លួនយើងបានបែងចែកក្រុមប្រុសនិងក្រុមស្រីរៀងៗខ្លួនអញ្ចឹងបន្ទាប់មកយុវជនយើងក៏បានរៀបចំដាំបាយម្ហូបអាហារតាមក្រុមនីមួយៗរបស់ខ្លួនបន្ទាប់មកយើងដល់ម៉ោងបន្តខាងអង្គការអប់រំសុខភាពបរិស្ថានហៅកាត់ EE ក៏បានធ្វើបទបង្ហាញអំពីគោលបំណងនិងកម្មវិធីប្រជុំទាក់ទងនឹងចំណាប់អារម្មណ៍ល្អុំមេភូមិសំអងកុំរិទ្ធសស្ដានខេត្តកំពង់ធំផងដែរនិងមានការណែនាំខ្លួនអំពីក្រមយុវជនយើងតមកក៏យើងបានធ្វើការសម្រាកនៅអាហារសម្រន់រួមគ្នាហើយយើងក៏បានធ្វើការចែករំលែកនិងពិភាក្សាការរៀនសូត្រដែលបានបោះជំរំនៅខេត្តស្ទឹងត្រែងហើយរៀនសូត្របានពីសហគមន៍កោដៅហើយក៏សម្រាប់នៅអាហារថ្ងៃត្រង់បន្ទាប់មកក៏ធ្វើបទបង្ហាញនៅតាមក្រុមនីមួយៗនិងឆ្លុះបញ្ចាំងពីក្រុមទៅផែនការនៅវិធីសាស្ត្រនិងគំនិតថ្មីល្ងាចក៏សម្រាប់នៅអាហារតាមក្រុមតូចរៀងៗខ្លួនដល់ព្រឹកឡើងក៏យើងបានចែកជាក្រុមដើម្បីទស្សនកិច្ចសិក្សាព្រៃឈើចុះទស្សនកិច្ចព្រៃឈើអូដាស្គរទី1នៅសហគមន៍ក្បាលអូកញ្ញានិងសហគមន៍បាលអូថ្នងតមកក្រមយុវជនយើងបានធ្វើការឆ្លុះបញ្ចាំងក្រោយពីបានទស្សនកិច្ចសិក្សាព្រៃឈើហើយមានចំណាប់អារម្មណ៍ពីក្រមយុវជនយើងផងដែរហើយក៏យើងបានបញ្ចប់រួមគ្នាទៅផ្ទះរៀងៗខ្លួនហើយនៅក្នុងចុងវីដេអូនេះយើងក៏មានសារមួយដើម្បីរួមគ្នាជូនទៅដល់ពុកម៉ែបងប្អូនដែលស្រឡាញ់នៅទុនធានធម្មជាតិទាំងអស់គ្នាផងដែរអរគុណច្រើនពីខ្ញុំបាទសខៀនព្រៃឡង់ព្រៃឈើរស់អត់មនុស្សបានយើងត្រូវចូលរួមការពារយេ